ជំរាបសួរបងប្អូនពុកម៉ែអូនពូមីងទាំងអស់គ្នាថ្ងៃនេះដែរមកលេងវត្តកឋិននៅវត្តថ្មធំភ្នំពេញបកងយើងអញ្ចឹងណាអ្នកនរគ្នាបាទហើយក៏មានលោកបេគុលៀនលោកអីដើរលេងមើលលិចមើលកើតនៅវត្តភ្នំធំភ្នំពេញបកងគឺថាមានមនុស្សច្រើនហើយខ្ញុំឆ្លៀតពេលនេះតិចក៏បានមកថតនៅកន្លែងវត្តហ្នឹងហើយមានទេសភាពស្រស់ស្អាតខ្លាំងមែនតើបាទហើយណៃឆាតមកញ៉ៃមកវិញអញពងសម្រាយវីដេអូនេះក៏ទួយអញជេរមួយឡោះហ្នឹងឯអ្នកនរគ្នាបាទទេសភាពស្អាតខ្លាំងមែនតើមកហើយគឺថាមានមនុស្សកប្រុសស្រីស្អាតមកច្រើនអ្នកនរគ្នាមកធ្វើបុណ្យហើយអ្នកលោកក៏ច្រើនដែរថាមើលទៅទេសភាពស្រស់ស្អាតសពអំប្រងខ្លាំងជាងគេនៅវត្តណៃនីទាំងអស់បាទមានឡានមានមនុស្សអ៊ូអរច្រើនខ្លាំងមែនតើបាទហើយមើលទៅគួរឲ្យស្ងប់ស្ងាយគួរឲ្យគោរពគួរជាទីពេញចិត្តខ្លាំងមែនតើមានព្រៃភ្នំមានឡានដែលមកចោះចតពីចិត្តពីឆ្ងាយមកលេងគ្រប់គ្នាហើយក៏ឆ្លៀតពេលនោះមានតែយ៉ាំមានអីចឹងណាមានយ៉ាងមានអីគេដាក់មកលេងទទួលភ្ញៀវមកពីចិត្តមកពីឆ្ងាយចឹងអ្នកនរគ្នាបាទគឺថាមកពីចិត្តពីឆ្ងាយច្រើនខ្លាំងមែនតើគឺថាលេងយ៉ាំលេងអីមានក្មេងតែយ៉ាំនេះក្មេងស្រីលេងតែយ៉ាំគឺថាស្រស់ស្អាតខ្លាំងមែនតើមកមានឆ្វាមានបាប៊ូហើយក្មេងប្រុសក្មេងស្រីឈុំមើលអប្រងព្រាតទាំងថ្ងៃក្តៅល្មមមិនសូវក្តៅខ្លាំងហ្មងហើយគឺថាមានមនុស្សច្រើនណាស់អ្នកគ្នាបាទហើយឡានអីគឺមកពេញវត្តពេញអីហ្នឹងគឺថានិយាយថាអ៊ូអរសប្បាយមែនតើគឺថានិយាយថាមានលក់ការ៉េមានលក់អីពេញហ្នឹងអ្នកលក់ក៏ច្រើនណាស់ដែរមានអ៊ុំមានពូម៉ោង10ម៉ោងអីណោះមាននឹងមកលេងច្រើនចឹងអ្នកគ្នាបាទគឺថាអ៊ូអរខ្លាំងមែនតើនៅទេសភាពនៅវត្តថ្មធំភ្នំពេញបង្កងបងប្អូនដែលស្គាល់ដែរអីអត់ហើយហ្នឹងហើយខ្ញុំធ្វើវីដេអូនេះដោយសារខ្ជិលធ្វើវីដេអូហងៃដោយសារតាអត់សូវមានអ្នកមើលអ្នក share អីចឹងខ្ញុំខុសយូរបានមួយអ្នកគ្នាបាទពួកអីចង់ធ្វើវីដេអូហងៃដែរប៉ុន្តែអត់សូវមានអ្នកគ្រប់គ្រងចឹងខ្ជិលតែមានអ្នកគ្រប់គ្រងជាបន្តការធ្វើវីដេអូបន្តបងប្អូនឲ្យមើលទាំងអស់គ្នាបាទក្រុមតាយ៉ាំគាត់ដើរទៅទទួលភ្ញៀវដែលភ្ញៀវឡានមកពីខាងចិត្តខាងឆ្ងាយមកលេងវត្តកឋិនពួកអីផុសយូរដែរហើយថតយូរដែរប៉ុន្តែអត់បានផុសចឹងណាថតតាំងពីកឋិនហើយឡូវផុតកឋិនប្រហែលខែអ្នកគ្នាមើលក្នុងវត្តមកអីគេថាមានបច្ច័យមានអីមានបច្ច័យហាយកឋិនអីគេហ្នឹងញ៉ាំសោចាហានបត្រៃ3ដោយនោះហើយអ៊ំពូយាយតាមកច្រើនអានេះស្ថិរភាពនៅថតនៅក្រៅកន្លែងក្បែរជើងវត្តអីចឹងណាផ្លូវកន្លែងចាក់សាបចាក់អីចឹងមានអ្នកលក់អ្នកដូរមានដុំថ្មមានរៀបរងមានម៉ូតូមានមនុស្សកុះកច្រើនមែនទែនបាទមិនថានៅកន្លែងណាកន្លែងណីគឺថាពេញអាហ្នឹងហើយខ្ញុំឃើញតំណងពេលក៏ខ្ញុំថតទុកចែកជូនបងប្អូនពុកម៉ែអ៊ុំពូមីងមើលចឹងណាអ៊ុំពូមីងហ្នឹងហើយសង្ឃឹមថាបងប្អូនឃើញវីដេអូនេះនឹងពេញចិត្តជួយ like ហើយក៏ជួយ share ជួយ comment អ្នកមួយចឹងណា follow មកអ្នកមួយដែលមានកម្លាំងចិត្តធ្វើហើយពេលឆ្លៀតឱកាសក៏មានស្រីស្អាតនៅអង្គុយអីនៅក្បែរហ្នឹងចេះថតគេលេងហើយហ្នឹងហើយគឺថាស្រីស្អាតច្រើនមែនតើអ្នកគ្នាបាទនៅវត្តនេះមិនដឹងមកពីណាពីណីទេបើសិនជាគូសូមឲ្យជួបខ្ញុំមួយមកហេអ្នកលក់អ្នកអីក៏ស្អាតដែរអ្នកគ្នាអើយលក់ស្អីខ្លះលក់ដលងលក់អីក៏មានម៉ូតូអាគប់ជ្រុងអាគប់អីហើយគេអង្គុយនៅតុកនៅអីចឹងណាខ្ញុំឆ្លៀតពេលហ្នឹងក៏ថតលេងទៅពួកអីយូរទៅឋានម្ដងអញ្ចឹងចេះថតកន្លែងខ្លះកន្លែងអីអានេះនៅកន្លែងចូលប៉ុនណាគ្នាបាទហើយមើលទេសភាពទៅលើគឺថាសោះប្រងមែនតើបាទយើងមើលពីលើចុះក្រោមអ្នកគ្នាមើលពីលើចុះក្រោមគឺថាផ្លូវតកតុយមកហែគ្នាហើយអ្នកលក់អ្នកដូរក៏ច្រើនអ្នកគ្នាបាទហើយអត់មានអីវីដេអូមានប៉ុណ្ណឹងអ្នកគ្នា